ភាពយន្តខ្មោចដ៏ល្បីរបស់តៃវ៉ាន់នេះនិយាយអំពីក្រុមអ្នកផលិតវីដេអូមួយដែលចូលចិត្តបំបាក់រឿងអបិយជំនឿពួកគេបានធ្វើដំណើរទៅភូមិអាថ៌កំបាំងមួយដើម្បីថតពិធីសាសនាចម្លែកប៉ុន្តែការសម្រេចចិត្តនោះបានធ្វើឲ្យពួកគេជួបបណ្ដាសាដ៏សាហាវដែលចាប់ផ្ដើមតាមលងពួកគេនិងសូម្បីតែអ្នកទស្សនាផ្ទាល់ក្រុមភ្នាក់ងារកម្ចាត់ខ្មោចធ្វើដំណើរទៅភូមិចិនជាដើម្បីថតពិធីបូជាអាថ៌កំបាំងនិងរូងហាមឃាត់ដ៏ល្បីល្បាញប៉ុន្តែមុនទៅដល់ភូមិរថយន្តរបស់ពួកគេបានខូចភ្លាមដូចជាមានអ្វីមួយកំពុងព្យាយាមរារាំងពួកគេក្រោយរថយន្តខូចពួកគេបានរកឃើញរូបសំណាកចម្លែកមួយជាប់នៅកង់ឡានលីរ៉ូណានមើលវាបន្តិចក៏ក្អួតយ៉ាងខ្លាំងខណៈដែលគ្មាននរណាដឹងថានាងកំពុងមានផ្ទៃពោះបន្ទាប់មកក្រុមទាំងមូលក៏ធ្វើដំណើរទៅដល់ភូមិចិនជានៅកណ្ដាលភ្នំនៅពេលមកដល់ភូមិសាច់ញាតិចំណាស់របស់អាតុងបានមកទទួលពួកគេហើយនិយាយថាពិធីបូជារបស់ភូមិមិនអនុញ្ញាតឲ្យមនុស្សក្រៅចូលរួមទេគាត់ព្យាយាមបង្ខំឲ្យលីរ៉ូណានត្រឡប់ទៅវិញហើយថែមទាំងធ្វើកាយវិការដៃចម្លែកមួយទៀតផងខណៈដែលអ្នកទាំងអស់គ្នាកំពុងស្រឡាំងកាំងស្រាប់តែមានយាយចាស់ម្នាក់ដើរមកចាប់ដៃលីរ៉ូណានហើយពិនិត្យនាងបន្ទាប់មកគាត់ដឹងថានាងកំពុងមានផ្ទៃពោះដូច្នេះគាត់ក៏សម្រេចអនុញ្ញាតឲ្យនាងចូលរួមក្នុងពិធីបូជារបស់ភូមិជាករណីពិសេសប៉ុន្តែបន្ទាប់ពីចូលក្នុងភូមិបានមិនយូរប៉ុន្មានពួកគេក៏ចាប់ផ្ដើមប្រទះឃើញរឿងចម្លែកនិងគួរឲ្យខ្លាចជាច្រើនជាបន្តបន្ទាប់អ្នកទាំង3បានឃើញក្មេងស្រីពោពេញដោយអក្សរមន្តនិងសត្វល្អិតចម្លែកនៅក្នុងភូមិបន្ទាប់មកពួកគេត្រូវបានឲ្យសរសេរឈ្មោះពិតនិងថ្វាយទៅព្រះម៉ែពុទ្ធខ្មៅអ្នកភូមិថែមទាំងតម្រូវឲ្យពួកគេត្រឡប់មកគោរពបូជារៀងរាល់10ឆ្នាំប៉ុន្តែពួកគេមិនបានខ្វល់ពីការព្រមាននោះឡើយអ្នកទាំង3មិនបានយកពាក្យសម្ដីរបស់អ្នកភូមិដាក់ក្នុងចិត្តឡើយព្រោះពួកគេគិតថារឿងទាំងនេះគ្រាន់តែជាជំនឿអបិយបុរាណប៉ុណ្ណោះនៅពេលនោះស្រាប់តែក្មេងសិស្សទេវតាដែលបម្រើព្រះម៉ែពុទ្ធខ្មៅបានចាប់ដៃរបស់លីរ៉ូណានហើយនិយាយថាព្រះម៉ែពុទ្ធខ្មៅពេញចិត្តកូនក្នុងផ្ទៃរបស់នាងខ្លាំងណាស់នៅពេលកូននោះកើតមកនាងក៏ត្រូវយកឈ្មោះរបស់កូនទៅថ្វាយដល់ព្រះម៉ែពុទ្ធខ្មៅដូចគ្នាលុះដល់ពេលយប់អ្នកភូមិទាំងអស់ចាប់ផ្ដើមរៀបចំពិធីបូជាដ៏សំខាន់ខណៈដែលអ្នកភូមិកំពុងមានញឹកនឹងពិធីសាសនាលីរ៉ូណាននិងមិត្តភ័ក្តិរបស់នាងវិញបានរៀបចំកាមេរ៉ានិងឧបករណ៍ថតវីដេអូរួចលូតចេញពីបន្ទប់ដោយស្ងាត់គោលបំណងរបស់ពួកគេគឺចង់ថតយកទិដ្ឋភាពសម្ងាត់និងរឿងរ៉ាវដ៏រំភើបនៅក្នុងភូមិដើម្បីយកទៅធ្វើវីដេអូដែលអាចទាក់ទាញអ្នកទស្សនាបានច្រើនប៉ុន្តែពួកគេទើបតែដើរចេញបានមិនឆ្ងាយប៉ុន្មានប៉ុណ្ណោះពួកគេក៏ចាប់ផ្ដើមប្រទះឃើញអ្វីមួយដ៏ចម្លែកពេលលូតចេញទៅថតវីដេអូពួកគេឃើញអ្នកភូមិកំពុងធ្វើពិធីសាសនាចម្លែកក្មេងសិស្សទេវតាបានរកឃើញពួកគេប៉ុន្តែមិនបានប្រាប់អ្នកណាទេហើយថែមទាំងនាំលីរ៉ូណានចូលទៅក្នុងបន្ទប់អាសនៈដ៏អាថ៌កំបាំងមួយដែលពោពេញដោយបរិយាកាសគួរឲ្យរន្ធត់នៅក្នុងបន្ទប់អាសនៈនោះមានតុតាដីឥដ្ឋជាច្រើនដាក់តម្រៀបពេញបន្ទប់នៅចំកណ្ដាលក៏មានរូបសញ្ញាចម្លែកមួយព្យួរនៅលើជញ្ជាំងខណៈដែលលើពិដានក៏គូពេញទៅដោយគំនូរអាថ៌កំបាំងគួរឲ្យខ្លាចបរិយាកាសដ៏ស្ងប់ស្ងាត់និងសង្កត់សង្កិននេះធ្វើឲ្យលីរ៉ូណានមានអារម្មណ៍ព្រឺសម្បូរខ្លាំងប៉ុន្តែអ្វីដែលធ្វើឲ្យនាងភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺក្មេងសិស្សទេវតាបានយកប្រអប់ដែកមួយចេញមកហើយប្រាប់ឲ្យនាងដកសក់របស់ខ្លួនដើម្បីយកទៅឲ្យសត្វកង្កែបក្នុងប្រអប់នោះស៊ីទោះមានការស្ទាក់ស្ទើរក៏ដោយលីរ៉ូណានក៏ធ្វើតាមបន្ទាប់ពីនោះនាងស្រាប់តែកត់សម្គាល់ឃើញថាក្មេងសិស្សទេវតាបាត់ត្រចៀកម្ខាងដោយភាពភ្ញាក់ផ្អើលនាងក៏សួរថាត្រចៀករបស់អញទៅណាបាត់ក្មេងស្រីនោះឆ្លើយដោយទឹកមុខស្ងប់ស្ងាត់ថាពួកគេបានយកវាទៅចម្លើយខ្លីនោះធ្វើឲ្យលីរ៉ូណានមានអារម្មណ៍ថាមានអាថ៌កំបាំងដ៏គួរឲ្យខ្លាចមួយកំពុងលាក់ខ្លួននៅពីក្រោយភូមិនេះក្មេងសិស្សទេវតាប្រាប់ថានាងត្រូវបានព្រះជ្រើសរើសហើយអ្នកភូមិបានយកសាច់ពីរាងកាយរបស់នាងទៅថ្វាយព្រះភ្លាមនោះតុក្កតាដីយ៉ាទាំងអស់ក្នុងបន្ទប់ស្រាប់តែបែរមុខមកសម្លឹងលីរ៉ូណានធ្វើឲ្យនាងភ័យខ្លាចយ៉ាងខ្លាំងមុនពេលមិត្តភ័ក្តិរបស់នាងរត់ចូលមកជួយបន្ទាប់ពីអាតុងនិងអាយួនចូលមកបរិយាកាសដ៏គួរឲ្យរន្ធត់ក្នុងបន្ទប់ក៏ត្រូវបានបំបែកប៉ុន្តែដោយសារតែអ្នកទាំង3បានលួចចូលកន្លែងបូជាដោយគ្មានការអនុញ្ញាតបុរសចំណាស់ក្នុងភូមិមានការខឹងសម្បារយ៉ាងខ្លាំងគាត់បានចាក់សោទ្វារបន្ទប់ហើយហាមពួកគេមិនឲ្យចូលរួមក្នុងពិធីបន្តទៀតឡើយទោះជាយ៉ាងណាអាតុងមិនចង់បោះបង់ការថតវីដេអូនេះទេដើម្បីទទួលបានរឿងអាថ៌កំបាំងធំជាងមុនគេបានគាស់សោទ្វារចេញដោយបង្ខំហើយសម្រេចនាំគ្នាទៅកាន់រូងហាមឃាត់ដែលជាកន្លែងសម្ងាត់បំផុតនៅក្នុងភូមិមុនចេញដំណើរលីរ៉ូណានមានទឹកមុខស្លេកស្លាំងនិងមើលទៅទន់ខ្សោយខ្លាំងនាងមានអារម្មណ៍ថាកន្លែងនេះពោពេញដោយអ្វីមួយដែលមិនប្រក្រតីហើយចង់ចាក់ចេញពីភូមិនេះឲ្យបានឆាប់បំផុតប៉ុន្តែដោយមិនចង់បាត់បង់ក្រុមនាងក៏ខំទ្រាំដើរតាមមិត្តភ័ក្តិរបស់នាងនៅពេលពួកគេធ្វើដំណើរទៅកាន់ផ្លូវចូលរូងបានមិនឆ្ងាយប៉ុន្មានស្រាប់តែពួកគេបានជួបមនុស្សមួយក្រុមកំពុងដើរត្រឡប់មកវិញនៅតាមផ្លូវទៅរូងហាមឃាត់អ្នកទាំង3បានជួបក្រុមអ្នកភូមិដែលទើបត្រឡប់មកពីពិធីបូជាពួកគេលាក់ខ្លួនដោយស្ងាត់រួចបន្តដំណើរទៅកាន់កន្លែងហាមឃាត់នៅមាត់រូងហាមឃាត់អ្នកទាំង3បានរកឃើញក្មេងសិស្សទេវតាត្រូវបានយកមកធ្វើជាបូជានិងសន្លប់នៅលើដីលីរ៉ូណានចង់ជួយនាងប៉ុន្តែអាយួនបដិសេធនិងទូចឲ្យចូលស៊ើបអង្កេតក្នុងរូងជាមុនសិនសំឡេងកញ្ចក់បែកនិងសំឡេងស្រែកដ៏រន្ធត់លាន់ចេញពីក្នុងរូងធ្វើឲ្យអាយួនភ័យខ្លាចប៉ុន្តែលីរ៉ូណានបែរជាជំរុញឲ្យអាតុងនិងអាយួនចូលទៅស្វែងរកក្មេងដែលអាចត្រូវបានយកមកធ្វើជាបូជាដោយមិនដឹងថារូងនោះជាកន្លែងដ៏អាក្រក់បំផុតក្នុងភូមិអាតុងនិងអាយួនចូលទៅក្នុងរូងសម្ងាត់ហើយរកឃើញគំនូសមន្តអាគមកញ្ចក់ជាច្រើនផ្ទាំងនិងតបូជាដែលមានសក់និងធ្មេញដាក់តម្រៀបពួកគេចាប់ផ្ដើមដឹងថាកន្លែងនេះមិនមែនសម្រាប់បូជាទេប៉ុន្តែហាក់ដូចជាកន្លែងបិទឃុំអំណាចអាក្រក់មួយ
នៅចុងរូងមានរូបសំណាកគ្រប់ដោយក្រណាត់ក្រហមអាយុនភ័យខ្លាចចង់ត្រឡប់ក្រោយប៉ុន្តែអាតុងទូចង់មើលការពិតភ្លាមនោះអាតុងហាក់ដូចជាត្រូវអំណាចអាក្រក់គ្រប់គ្រងហើយចាប់សក់ពីលើតបូជាមុខស៊ីខណៈសម្លេងស្រែកដ៏រន្ធត់លាន់នៅពេញរូងអាយុនក៏ប្រញាប់ទាញគេចេញពីទីនោះក្រោយភាពច្របូកច្របល់ស្ងប់ទៅវិញអាយុនប្រើកាមេរ៉ារបៀប Night Vision ដើម្បីរកអាតុងប៉ុន្តែគេឃើញអាតុងត្រូវអំណាចអាក្រក់គ្រប់គ្រងហើយកំពុងបុកក្បាលខ្លួនឯងនឹងជញ្ជាំងដូចតុកតាដែលគ្មានវិញ្ញាណនៅពេលអាយុនមើលឃើញមុខដ៏គួរឲ្យរន្ធត់របស់អាតុងគេភ័យខ្លាចរហូតស្ទើរបាក់ស្មារតីគេមិនហ៊ានស្នាក់នៅទីនោះមួយវិនាទីទៀតឡើយហើយក៏រត់គេចចេញពីរូងទាំងដួលទាំងងើបយ៉ាងអស់សង្ឃឹមក្នុងពេលជាមួយគ្នានោះលីរ៉ូណានដែលកំពុងនៅខាងក្រៅនឹងមើលថែក្មេងសិស្សទេវតាមិនបានដឹងអ្វីទាំងអស់អំពីរឿងដ៏រន្ធត់ដែលកំពុងកើតឡើងនៅក្នុងរូងប៉ុន្តែគ្រាន់តែពេលដែលអាតុងត្រូវអំណាចអាក្រក់ចូលសន្ធិដ្ឋស្រាប់តែលីរ៉ូណានមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងនៅត្រង់ពោះនាងប្រញាប់មើលចុះក្រោមហើយក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងខោរបស់នាងត្រូវបានប្រឡាក់ដោយឈាមក្រហមពេញទៅហើយស្ថានភាពនេះធ្វើឲ្យនាងភ័យស្លន់ស្លោព្រោះនាងកំពុងមានផ្ទៃពោះហើយមិនដឹងថាមានអ្វីកើតឡើងចំពោះខ្លួននិងកូនក្នុងផ្ទៃនោះទេខណៈដែលលីរ៉ូណានកំពុងតែស្រឡាំងកាំងនិងមិនដឹងត្រូវធ្វើដូចម្តេចរឿងកាន់តែអាក្រក់ជាងនេះក៏បានកើតឡើងអាយុនរត់ចេញពីរូងទាំងស្រែកភ័យខ្លាចនិងទុកលីរ៉ូណានចោលអ្នកភូមិបានយកសាកសពអាតុងចេញពីរូងហើយពូធំខឹងរហូតតែលីរ៉ូណានមួយកំភ្លៀងក្រោយបាត់បង់ឈាមច្រើនក្មេងសិស្សទេវតាបានឲ្យនាងផឹកទឹកចម្លែកមួយដែលជួយឲ្យរាងកាយរបស់នាងប្រសើរឡើងវិញក្រោយអាតុងស្លាប់លីរ៉ូណានយកកាមេរ៉ាដែលបាត់មកប្តឹងអ្នកភូមិក្មេងសិស្សទេវតាព្យាយាមហាមឃាត់ប៉ុន្តែមិនអាចបញ្ឈប់នាងបានទោះយ៉ាងណាលីរ៉ូណានមិនដឹងថាកាមេរ៉ានោះត្រូវបានព្រះម៉ែពុតខ្មៅដាក់បណ្ដាសាហើយអ្នកណាមើលវីដេអូក្នុងនោះនឹងត្រូវបណ្ដាសាតាមឡងក្មេងសិស្សទេវតាមិនអាចប្រាប់ការពិតអំពីបណ្ដាសាបានទេព្រោះត្រូវព្រះម៉ែពុតខ្មៅគ្រប់គ្រងពេលលីរ៉ូណានត្រឡប់មកភូមិវិញនាងឃើញភូមិស្ងប់ស្ងាត់ខុសធម្មតាហើយនៅផ្ទះកណ្ដាលភូមិមានសាកសពមួយកំពុងត្រូវភ្លើងឆេះយ៉ាងរន្ធត់ភ្លាមនោះអាយុនស្រាប់តែឈួតនិងវាយប្រហារលីរ៉ូណានដោយខំដៃនាងយ៉ាងខ្លាំងប៉ុន្តែអ្វីដែលចម្លែកគឺធ្មេញរបស់អាយុនបែរជាចាប់ផ្ដើមបាក់ជាបន្តបន្ទាប់ដូចជាត្រូវអ្វីមួយដ៏រឹងខ្លាំងបំផ្លាញវិញពេលប៉ះដៃរបស់លីរ៉ូណានភ័យខ្លាចយ៉ាងខ្លាំងក៏ប្រញាប់ក្រោកឡើងគិតចង់រត់គេចចេញពីទីនោះប៉ុន្តែនាងបានឃើញអ្វីមួយដែលធ្វើឲ្យនាងភ័យស្ទើរបាត់ស្មារតីនៅក្រោមដំបូលផ្ទះមានអ្នកភូមិជាច្រើនឈរជុំវិញជារង្វង់ពួកគេមានរាងកាយពេញដោយស្នាមរបួសនិងអសរមន្តអាគមគ្រប់ខ្លួនអ្វីដែលគួរឲ្យរន្ធត់បំផុតគឺភ្នែករបស់ពួកគេទាំងអស់កំពុងសម្លឹងត្រង់មកលីរ៉ូណានដោយមិនព្រិចភ្នែកលីរ៉ូណានភ័យខ្លាំងពីទស្សនវិជ្ជាអ្នកភូមិគួរឲ្យរន្ធត់ហើយរត់គេចទៅកាន់ច្រកចូលភូមិភ្លាមលីរ៉ូណានរត់គេចពីភូមិជាមួយកាមេរ៉ាដែលមានបណ្ដាសាការមើលវីដេអូក្នុងកាមេរ៉ានាំឲ្យប៉ូលីសនិងគ្រួសាររបស់នាងស្លាប់ដោយអាថ៌កំបាំងនាងត្រូវបង្ខំឲ្យព្យាបាលផ្លូវចិត្តនិងបាត់បង់កូនស្រីទៅមណ្ឌលកុមារ6 ឆ្នាំក្រោយលីរ៉ូណានទទួលបានកូនស្រីត្រឡប់មកវិញប៉ុន្តែទំនាក់ទំនងម្ដាយកូនមិនស្និទ្ធពេលនាំកូនមកផ្ទះនាងធ្វើកំហុសដោយឲ្យកូនសរសេរឈ្មោះហើយខ្លួនឯងក៏សរសេរឈ្មោះលើក្រដាសដែលជាចំណុចចាប់ផ្ដើមបណ្ដាសាថ្មីភ្លាមនោះមានសត្វកន្លាតមួយបុកបែកកញ្ចក់បន្ទប់គេងហើយហោះចូលមកខាងក្នុងបន្ទាប់ពីហេតុការណ៍ចម្លែកនេះកើតឡើងសភាពរបស់ពើក៏ចាប់ផ្ដើមមានអ្វីមិនប្រក្រតីកាលពីមុននៅភូមិចិនជាក្រុមរបស់លីរ៉ូណានធ្លាប់បានបូជាឈ្មោះរបស់ខ្លួនទៅឲ្យព្រះម៉ែពុតខ្មៅរួចហើយឥឡូវនេះការដែលពើបានសរសេរឈ្មោះខ្លួនក៏បានធ្វើឲ្យអំណាចអាក្រក់នោះរកឃើញវត្តមានរបស់នាងដែរនៅយប់នោះពើចាប់ផ្ដើមមានអាកប្បកិរិយាចម្លែកដូចជាមនុស្សត្រូវអំណាចអ្វីមួយគ្រប់គ្រងនាងខ្លាចជាមនុស្សដែលមិនដូចធម្មតាទៀតទេស្ងប់ស្ងាត់ខ្លះភ្លឺស្រមកខ្លះនិងមានសញ្ញាថាត្រូវអ្វីមួយចូលសន្ធិដ្ឋបន្ទាប់ពីឃើញបីក្រៀបជារូបអាថ៌កំបាំងលីរ៉ូណាននិងកូនស្រីជួបរឿងចម្លែកជាបន្តបន្ទាប់ដូចជាសត្វល្អិតលេចឡើងនិងអាកប្បកិរិយាកូនប្រែប្រួលពើក៏និយាយថាមានសត្វគ្មានមុខនៅលើពិដានហើយលីរ៉ូណានដឹងថានេះគឺបណ្ដាសាដែលកំពុងត្រឡប់មកវិញអ្វីទាំងនេះគឺជាសញ្ញាព្រមានមុនហេតុការណ៍អាក្រក់កើតឡើងដើម្បីព្យាយាមរួចផុតពីអំណាចរបស់អាទិទេពអាក្រក់លីរ៉ូណានបានសម្រេចចិត្តស្វែងរកភ្នាក់ងារអចលនទ្រព្យដើម្បីលក់ផ្ទះចាស់មួយដែលជាកន្លែងដាក់បិទកាមេរ៉ាដែលមានបណ្ដាសាពេលកំពុងជែកជាមួយភ្នាក់ងារអចលនទ្រព្យនោះពើស្រាប់តែត្រូវអំណាចអាថ៌កំបាំងមួយលបួងឲ្យឡើងទៅលើដំបូលផ្ទះទេរ៉ានៃផ្ទះចាស់នោះប៉ុន្តែអ្វីដែលចម្លែកគឺមិនយូរប៉ុន្មានពើក៏ត្រឡប់មកវិញទាំងមិនមានរបួសអ្វីឡើយហាក់ដូចជាគ្មានអ្វីកើតឡើងថែមទាំងនាងកាន់កាំបិតមួយនៅក្នុងដៃទៀតផងក្រោមឥទ្ធិពលអំណាចអាថ៌កំបាំងពើត្រូវបានដឹកនាំឲ្យទៅបើកសោបន្ទប់ដំបូលដោយខ្លួនឯងនៅខាងក្នុងនោះគឺជាអាសនៈដែលបានបិទបណ្ដាសាកាមេរ៉ាដែលលាក់អាថ៌កំបាំងដ៏គួរឲ្យរន្ធត់ពេលដែលលីរ៉ូណានដឹងថាមានអ្វីខុសប្រក្រតីវាក៏យឺតពេលទៅហើយពើបានមើលវីដេអូក្នុងកាមេរ៉ានោះរួចហើយដែលមានន័យថានាងបានខ្លាចជាអ្នកដែលត្រូវបណ្ដាសាអាក្រក់នោះជាប់ជាមួយរួចស្រេចបន្ទាប់ពីបណ្ដាសាហាក់ដូចជាចាក់ចេញពីផ្ទះចាស់ហើយពើក៏មានគ្រុនខ្លាំងភ្លាមត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលបន្ទាន់ខណៈដែលលីរ៉ូណានកំពុងឈឺចិត្តនិងព្រួយបារម្ភយ៉ាងខ្លាំងដំណឹងអាក្រក់ផ្សេងក៏មកដល់ជាបន្តបន្ទាប់ដោយសារតែអាកប្បកិរិយារបស់នាងក្នុងអំឡុងពេលកន្លងមកបុគ្គលិកមណ្ឌលកុមារក៏បាននាំឯកសារតុលាការមកប្រកាសថានឹងដកសិទ្ធិថែទាំកូនរបស់នាងវិញដោយបង្ខំសម្រាប់លីរ៉ូណានពើគឺជាអ្វីដែលធ្វើឲ្យនាងមានហេតុផលរស់នៅតែមួយគត់ដោយមិនចង់បាត់បង់កូនស្រីម្ដងទៀតនាងបានសម្រេចចិត្តលួចនាំពើដែលកំពុងឈឺចេញពីមន្ទីរពេទ្យ
ប៉ុន្តែសកម្មភាពនេះត្រូវបានមនុស្សម្នាក់ដែលដើរឆ្លងកាត់ឃើញចំពោះមុខពេលកំពុងកាត់ឡើងស៊ីចេងមីងចង់ប្តឹងលីរ៉ូណានប៉ុន្តែពេលឃើញពើអង្វរគាត់ក៏ទុនចិត្តពួកគេចេញដំណើរទៅរកអ្នកបំបត្តិបណ្ដាសាប៉ុន្តែជួបស្ថានភាពពង្វែងផ្លូវអរូបីហើយស៊ីចេងមីងភ័យខ្លាចចំពោះអ្វីដែលកើតឡើងពេលស៊ីចេងមីងព្យាយាមបើកឡានថយក្រោយដើម្បីគេចចេញពីស្ថានភាពអរូបីនោះស្រាប់តែឡានក៏ខូចភ្លាមដោយគ្មានមូលហេតុធ្វើឲ្យពួកគេត្រូវជាប់គាំងនៅកន្លែងនោះលីរ៉ូណានមិនដឹងត្រូវធ្វើអ្វីទេទើបនាងបានតែបន្តសូត្រពីអធិស្ឋានរបស់ភូមិចិនជីទៅកាន់ព្រះម៉ែពុទ្ធខ្មៅម្ដងហើយម្ដងទៀតអ្វីដែលគួរឲ្យចម្លែកគឺបន្ទាប់ពីនាងសូត្រនោះរួចសភាពចម្លែកជុំវិញក៏ចាប់ផ្ដើមបាត់ទៅវិញបន្តិចម្ដងហើយការនេះធ្វើឲ្យស៊ីចេងមីងភ័យខ្លាចយ៉ាងខ្លាំងគាត់ក៏ប្រញាប់នាំម្ដាយកូនទាំងពីរទៅកាន់វត្តអារាមដើម្បីស្វែងរកជំនួយនៅពេលឃើញពើស្ថិតក្នុងសភាពទន់ខ្សោយជិតស្លាប់អ្នកបូជាឈ្មោះអាឈីងក៏យល់ថាបណ្ដាសានេះកំពុងមកយ៉ាងខ្លាំងនិងគ្រោះថ្នាក់ខ្លាំងណាស់ដូច្នេះគាត់ក៏សម្រេចចិត្តរៀបពិធីបូជាមន្តអាគមភ្លាមដើម្បីព្យាយាមបញ្ឈប់ឥទ្ធិពលអាក្រក់នេះពួកគេធ្វើពិធីបន្ថយអំណាចបណ្ដាសាបានបណ្ដោះអាសន្នហើយប្រើស្លឹកឈើបែងជា3ដើម្បីភ្ជាប់ជីវិតមនុស្ស3នាក់ក្នុងរយៈពេល7ថ្ងៃដើម្បីចែករំលែកបណ្ដាសាប៉ុន្តែមានការព្រមានថាពើមិនអាចញ៉ាំអ្វីបានក្នុងអំឡុងពេលនេះពួកគេត្រូវរងចាំ7ថ្ងៃដើម្បីលុបបណ្ដាសាពើមានគ្រុនខ្លាំងប៉ុន្តែមិនអាចញ៉ាំអ្វីបានតាមពិធីលីរ៉ូណាននាំកូនទៅជន់បត់និងព្យាយាមថែទាំដោយខ្លួនឯងទោះស្ថានភាពកាន់តែគ្រោះថ្នាក់សូម្បីតែមនុស្សធំក៏ទ្រាំមិនបានដែរពេលឃើញស្បែករបស់ពើចាប់ផ្ដើមរលួយនិងសភាពរាងកាយខ្សោយខ្លាំងឡើងលីរ៉ូណានក៏មានចិត្តអាណិតហើយសម្រេចចិត្តលួចឲ្យកូនញ៉ាំផ្លែអណ្ដនមួយដុំប៉ុន្តែការមិនដឹងរបស់នាងបាននាំឲ្យកើតគ្រោះធ្ងន់ម្ដងទៀតដោយសារបាត់បង់ការការពារពីអាឈីងសៅសភាពរាងកាយពើក៏ចាប់ផ្ដើមរលួយយ៉ាងលឿនស្បែកមានរន្ធតូចពេញទៅទាំងអស់ដូចជាត្រូវអ្វីមួយស៊ីបំផ្លាញពីខាងក្នុងពេលដឹងថាស្ថានភាពកាន់តែអាក្រក់លីរ៉ូណានក៏ប្រញាប់នាំពើទៅបន្ទប់ទឹកដើម្បីព្យាយាមធ្វើឲ្យកូនក្អួតចេញអ្វីដែលបានញ៉ាំស៊ីចេងមីងលួចកាមេរ៉ាបណ្ដាសាហើយស្រាវជ្រាវរកអាកំបាំងគាត់រកឃើញថាកាយវិការអ្នកភូមិតាក់ទងនឹងមន្តអាគមតន្ត្រផ្ទុយពីសញ្ញាពិតហើយធ្វើដំណើរទៅសួរព្រះសង្ឃដើម្បីដឹងការពិតអំពីបណ្ដាសាស៊ីចេងមីងបានស្ដាប់ព្រះសង្ឃនិងស្រាវជ្រាវបន្ថែមហើយចាប់ផ្ដើមយល់អំពីអាកំបាំងរបស់ភូមិចិនជាគាត់បានដឹងថាភូមិនេះត្រូវបានបណ្ដាសាព្រះម៉ែពុទ្ធខ្មៅគ្រប់គ្រងមកជាច្រើនជំនាន់ហើយអ្នកភូមិជំនាន់មុនតែងតែប្រើកាយវិការដៃបែបមន្តអាគមពាក្យសូត្រនិងសញ្ញាអក្សរលើមុខដើម្បីជួយចែករំលែកបណ្ដាសាមិនឲ្យធ្លាក់លើមនុស្សតែម្នាក់ប៉ុន្តែសញ្ញាអាកំបាំងដែលពួកគេប្រើនោះក៏ជាវិធីដែលអាទិទេពអាក្រក់ប្រើសម្រាប់បញ្ចេញបណ្ដាសាទៅអ្នកដទៃវិញដែរក្រោយពេលយល់ការពិតទាំងនេះស៊ីចេងមីងមានអារម្មណ៍ថាក្នុងត្រជាក់ភ័យស្លន់ស្លោព្រោះគាត់ដឹងថាអ្វីដែលគាត់កំពុងពាក់ព័ន្ធគឺធ្ងន់ធ្ងរជាងអ្វីដែលគិតពីមុនឆ្ងាយណាស់ដោយសារតែស៊ីចេងមីងបានប៉ះពាល់ជាមួយបណ្ដាសានេះរយៈពេលយូរពេកនៅពេលគាត់ផ្ញើព័ត៌មានទៅឲ្យលីរ៉ូណានរួចស្រាប់តែស្ថានភាពរាងកាយរបស់គាត់ក៏ចាប់ផ្ដើមមានអាការខុសប្រក្រតីក្រោមឥទ្ធិពលបណ្ដាសានោះទីបំផុតស៊ីចេងមីងបានស្លាប់យ៉ាងរន្ធត់ដោយក្បាលបុកទៅរហូតដល់ស្លាប់ស្ទើរតែពេលដូចគ្នាលីរ៉ូណានបាននាំពើដែលស្ទើរតែគ្មានជីវិតទៅដល់វត្តអារាមយប់មួយដើម្បីស្វែងរកជំនួយបន្ទាន់ប៉ុន្តែដោយសារតែលីរ៉ូណានបានបំពេញលើក្បួនពិធីរួចហើយនោះអាឈីងស៊ូនិងប្តីភរិយារបស់គាត់ក៏ត្រូវបានបណ្ដាសាចូលរួមប៉ះពាល់ដែរនៅពេលនោះស្ថានភាពកាន់តែគួរឲ្យរន្ធត់ឡើងមនុស្សម្នាក់ក្នុងពិធីសាសនាអាឈីងស៊ូអ្នកធ្វើពិធីបាននិយាយពាក្យចម្លែកហើយភ្លាមបន្ទាប់មកគាត់ក៏ចាប់ផ្ដើមអាកប្បកិរិយាឈួតខ្លាំងដោយទាញក្បាលខ្លួនឯងយ៉ាងរឹងប៉ឹងដូចជាកំពុងត្រូវអ្វីមួយគ្រប់គ្រងឃើញស្ថានភាពមិនស្រួលលីរ៉ូណានព្យាយាមយកពើរត់ចេញពីវត្តភ្លាមប៉ុន្តែទ្វារវត្តស្រាប់តែបិទគប់ដោយខ្លួនឯងយ៉ាងខ្លាំងធ្វើឲ្យពួកគេមិនអាចចេញបាននៅពេលនោះស្រមោលរបស់អាឈីងស៊ូក៏ចាប់ផ្ដើមលេចឡើងយ៉ាងចម្លែកនិងគួរឲ្យភ័យខ្លាចស្ថានភាពនៅទីនោះកាន់តែមិនច្បាស់លាស់និងដូចជាអ្វីកំពុងលេចរលីចុងក្រោយអាឈីងសៅក៏ដួលទៅលើដីហើយបាត់បង់ដង្ហើមទាំងស្រុងដោយគ្មានជំរឿផ្សេងទៀតលីរ៉ូណានបាននាំពើទៅមន្ទីរពេទ្យប៉ុន្តែសុខភាពរបស់នាងផ្ទាល់ក៏កាន់តែអាក្រក់ទៅដែរយប់ថ្ងៃនោះមានរឿងចម្លែកកើតឡើងពើដែលកំពុងឈឺស្រាប់តែដូចជាត្រូវអ្វីមួយអូសទាញឲ្យដើរចេញដោយខ្លួនឯងទៅតំបន់ជីក្រុងនៅទីនោះនាងបានជួបក្មេងស្រីម្នាក់ដែលមានស្នាមអសរមន្តអាគមគ្រប់ខ្លួនលីរ៉ូណានរកឃើញក្មេងស្រីអតីតសិស្សវត្តនិងជឿថាវាជាកុនលិសសង្គ្រោះកូនគាត់កាត់ត្រចៀកក្មេងស្រីហើយថតវីដេអូបង្ហោះអ៊ីនធឺណិតដើម្បីឲ្យមនុស្សជួយសូត្រពាក្យបណ្ដាសាប៉ុន្តែការពិតគឺចង់ចែកចាយបណ្ដាសាទៅអ្នកផ្សេងបន្ទាប់មកគាត់ត្រឡប់ទៅភូមិចិនជាវិញក្រោយកាលៈទេសៈអស់រយៈពេលជាច្រើនឆ្នាំកន្លែងនេះបានក្លាយជាស្ថានភាពខូចខាតនិងរលំរលាយទាំងស្រុងលីរ៉ូណានបានគូអសរមន្តអាគមលើរាងកាយខ្លួនឯងបន្ទាប់មកក៏ដើរចូលទៅក្នុងផ្លូវក្រោមដីជ្រៅម្ដងទៀតគាត់បានរៀបចំសក់និងធ្មេញដែលប្រើក្នុងពិធីឲ្យរួចរាល់ហើយបន្ទាប់មកបានបំបែកកញ្ចក់ទាំងអស់ដែលធ្លាប់ប្រើសម្រាប់បិទបណ្ដាសាព្រះម៉ែពុទ្ធខ្មៅពេលគាត់កាន់តែចូលជ្រៅទៅក្នុងទីនោះអំណាចនៃបណ្ដាសាក៏កាន់តែខ្លាំងឡើងរហូតដល់ដៃរបស់គាត់ចាប់ផ្ដើមរលួយទោះជាយ៉ាងណាលីរ៉ូណាននៅតែព្យាយាមទប់ស្កាត់ខ្លួនឯងហើយចុងក្រោយក៏ដួលជង្គង់នៅមុខអាទិទេពអាក្រក់គាត់សួរថាតើអ្នកនៅចាំពាក្យសូត្រនោះទេគាត់និយាយថាបើអាចបានសុំនៅពាក្យនេះនៅក្នុងចិត្តជាមួយខ្ញុំម្ដងទៀតខ5បន្ទាប់ពីពិធីបានបញ្ចប់លីរ៉ូណានបានយកក្រណាត់ក្រហមមកបិទភ្នែកខ្លួនឯងដើម្បីជៀសវាងការមើលផ្ទាល់ទៅព្រះម៉ែពុទ្ធខ្មៅ
ហើយគាត់បានក៏ផ្ទេរការមើលឃើញនោះទៅឲ្យអ្នកទស្សនាតាមរយៈវីដេអូមានន័យថាអ្នកដែលកំពុងមើលវីដេអូត្រូវប្រឈមមុខនឹងរូបព្រះអាក្រក់ដោយផ្ទាល់ជំនួសគាត់នៅពេលដែលរូបពិតរបស់ព្រះម៉ែពុតខ្មៅត្រូវបានបង្ហាញចេញមកឥទ្ធិពលនៃបណ្ដាសាក៏បានឡើងដល់កម្រិតខ្ពស់បំផុតភ្លាមលីរ៉ូណានចាប់ផ្ដើមមិនអាចគ្រប់គ្រងខ្លួនឯងបានទេហើយបន្តគោរពបង្គំនិងបោកក្បាលសំទោសម្ដងហើយម្ដងទៀតរហូតដល់ទីបំផុតគាត់បានបោកក្បាលខ្លួនឯងរហូតស្លាប់នៅមុខអាសនៈបូជាក្រោយពីសកម្មភាពនេះស្ថានភាពបណ្ដាសារបស់កូនស្រីពើត្រូវបានដោះស្រាយនិងបាត់បង់អំណាចអាក្រក់ហើយអាថ៌កំបាំងរបស់ភូមិចិនជីក៏បានបញ្ចប់នៅទីនោះប៉ុន្តែអ្នកទាំងឡាយដែលបានមើលវីដេអូរបស់លីរ៉ូណានក៏ត្រូវបានប៉ះពាល់ដោយបណ្ដាសាដូចគ្នា